បាទសួស្តីទាំងអស់គ្នាខ្ញុំចង់ចែករំលែកបទពិសោធន៍ការងាររយៈពេលប្រហែលជា10ឆ្នាំអាចថាខ្ញុំចាប់ផ្ដើមធ្វើការងារដំបូងនៅឆ្នាំ2015ក្នុងកំឡុងខែ4ពេលហ្នឹងកំឡុងពេលដែលខ្ញុំសរសេរសារតាបញ្ចប់ការសិក្សាឆ្នាំទី5អញ្ចឹងខ្ញុំចង់ណែនាំមកពីសិស្សានុសិស្សដែលរៀនជំនាញវិស្វករបន្តវិស្វករសំណង់ស៊ីវិលមេកានិកផ្នែកអគ្គិសនីឬក៏ជំនាញផ្សេងដែលតាក់ទងជាមួយនឹងផ្នែក engineering ហ្នឹងគឺយើងត្រូវដឹងថាតើយើងត្រូវត្រៀមខ្លួនបែបណាដើម្បីឲ្យយើងមានចំណេះជំនាញច្បាស់លាស់នៅពេលដែលយើងចុះពេញការងារការដែលយើងរៀននៅសាលាវាអាចថាយើងរៀនតែទ្រឹស្ដីការអនុវត្តមិនសូវបានគ្រប់គ្រាន់អញ្ចឹងកត្តាចម្បងនៅពេលដែលសាលាគឺគេមានគោលការណ៍ដល់ឲ្យយើងចុះកម្មសិក្សាចុះ STAR ណាចុះ STAR រយៈពេល3ខែអានេះចំពោះសាលាខ្ញុំដែលសារយើងរៀននៅសាលា Techno គឺជាឆ្នាំទី3យើងបញ្ចប់ឆ្នាំទី3យើងចុះ STAR រយៈពេល3ខែឆ្នាំទី4យើងចុះ STAR 3ខែដែរហើយឆ្នាំទី5គឺជាឆ្នាំដែលយើងត្រូវសរសេរសារណាអញ្ចឹងយើងរៀនតាមប្រឈមនេះទេអញ្ចឹងយើងគឺត្រូវចុះ STAR ក្នុង3ខែដែរបូករួមទាំងយើងសរសេរសារណាផងអញ្ចឹងចាំបាច់ណាស់នៅពេលដែលយើងជាសិស្ស STAR យើងត្រូវតែខំប្រឹងសួរមានថាសួររៀបច្បងសួរសិស្សច្បងសួរអ្នកដែលធ្វើការមិនថាគាត់ជាវិស្វករគាត់ជាមេការឬក៏ជាងគឺយើងត្រូវមានតែម្ដងល្អជាងពួកគាត់ដើម្បីសួរពួកគាត់ដើម្បីជាចំណេះដឹងក្នុងការធ្វើការនៅពេលដែលយើងបញ្ចប់ការងារជាក់ស្ដែងទៅខ្ញុំតែចុះទៅធ្វើជាសិស្សស្តានបងគឺអត់យល់ទេគឺអត់មានយល់ទេចង់អាចនិយាយថាអត់ពេលខ្លះអាចថាបណ្ដោះថ្នាក់ថាយើងអត់ដឹងថាម៉ែត្រវាស់វាមិនយើងដឹងប៉ុន្តែវាបច្ចេកទេសដូចថាការរៀបឥដ្ឋការបូករៀបការ៉ូរៀបអីយើងអាចអត់ដឹងព្រោះយើងមិនដែលធ្លាប់ធ្វើអញ្ចឹងបច្ចេកទេសក្នុងការធ្វើក្នុងការរៀបការ៉ូធ្វើមិនបានកែងអីចឹងយើងអាចសួរជាងសួរមេការគាត់ប្រាប់ឬក៏រៀបច្បងសិស្សដែលគាត់ធ្វើការគាត់អាចប្រាប់យើងអញ្ចឹងយើងត្រូវតែហ៊ានសួរបើយើងសុកគេមកប្រាប់យើងគឺអត់ទេគឺយើងត្រូវតែហ៊ានសួរអញ្ចឹងនៅក្នុងកំឡុងពេលដែលយើង STAR ឆ្នាំទី3ទី4ទី5ក្តីគឺយើងកុំគិតរឿងសហួយកុំគិតរឿងអីកុំគិតរឿងគេប្រើច្រើនសំខាន់ឲ្យតែបានគេប្រើឬក៏សួរទៅគេប្រាប់ហ្នឹងគឺរឿងល្អផលល្អសម្រាប់ពេលដែលយើងចុះធ្វើការនៅពេលយើងធ្វើបទសម្ភាសន៍សំខាន់ណាស់ដោយសារនៅស្រុកខ្មែរយើងពិបាកបន្តិចបើសិនបើយើងអត់ចេះអីសោះពិបាករកការងារធ្វើដែរហើយបើយើងចេះកាន់តែច្រើនមកកាន់តែល្អដូចការងារការដ្ឋានការងារ office ដែលយើងអាចចេះគូប្លង់ចេះប្លង់ខ្លះចេះសវេខ្លះហ្នឹងគឺជាអត្ថប្រយោជន៍ឧទាហរណ៍ការតែពិសេសហ្នឹងគឺយើងអាចចេះជាការងារគិត BQ ឬ QS ចឹងខ្ញុំចង់បើកមុខចោលឲ្យនេះការងារ BQ គឺការងារ QS ដែលសាលាគេអត់បានបង្រៀនយើងអត់ទេរាល់ថ្ងៃនេះខ្ញុំឃើញពេកមួយចំនួនគាត់ផុសលក់មេរៀនគាត់ផុសបង្រៀនផុសអីពេលខ្លះគូជាផ្នែកមួយជួយឲ្យយើងមានជាចំណេះដឹងប៉ុន្តែអ្វីដែលជាចំណេះដឹងច្បាស់លាស់គឺបទពិសោធន៍ការងារជំនាញ QS នេះមិនមែនចេះតែនិយាយហើយយើងអាចធ្វើបានទេតោះយើងមានបទពិសោធន៍ការងារវាដែរកាលពីដំបូងខ្ញុំមិនមែនជាធ្វើការងារជា QS ទេខ្ញុំជា Science Engineer ធម្មតាតែដោយសារជារឿងចៃដន្យបានសិស្សបងគាត់ថាធ្វើការឲ្យធ្វើជា QS ពេលហ្នឹងក៏មិនគិតថា QS វាមានរឿងអីស្មុគស្មាញគ្រាន់តែគិត BQ គិតអីចឹងណាតែយើងក៏អាចនិយាយបានថា
ពេលហ្នឹងក៏យើងទៅធ្វើការនៅកន្លែងស្ថាប័នមួយហ្នឹងក៏យើងមិនទាន់ដឹងថាម៉េចទេព្រោះយើងធ្វើការងារនៅការដ្ឋានហើយមេយើងគាត់ជាខ្សែពេជ្រយើងជាជួបដែរសុខវាយតែគាត់ថាឲ្យយើងមានធ្វើ shop ទៅវិញខ្លះធ្វើប្លង់កាយមាន review គាត់ review ដាក់តម្លៃតិចតួចណាគាត់ថាហ្នឹងទៅការងារជាការងារកម្រិតធម្មតានេះយើងនិយាយទៅណាក្រោយមកក៏ខ្ញុំត្រូវបានគេ transfer ទៅឲ្យធ្វើការនៅ head នៅក្នុងកំឡុងពេលហ្នឹងដែលខ្ញុំចាប់ផ្ដើមដឹងថាជួបជាអ្វីពេលហ្នឹងខ្ញុំបានធ្វើការងារជាមួយproject director ជាមួយជួប manager ក៏ជាចិត្តខ្មែរ project director ក៏ជាចិត្តម៉ាឡេពេលនោះហើយបានខ្ញុំដឹងថាការងារធ្វើជួបជាវាយ៉ាងម៉េចជួបវាមានចែកជា2ជួបខាង director និងជួបខាង owner ឬក៏ខាង consultant បន្លែខ្ញុំខាង owner អញ្ចឹងខាង owner ខាង consultant វាមិនជាខុសគ្នាខ្លាំងណាស់ណាដែរទេបើសិនបើករណីដែលខាង owner គេអត់ជួបខាងជួបខាង consultant មកធ្វើចឹងជួប owner ហ្នឹងឯងតើទៅជា consultant នេះចឹងកន្លងពេលហ្នឹងខ្ញុំបានចេះពីការងារធ្វើ tender ប្រសេសយ៉ាងម៉េចហើយខ្ញុំយល់ពីការ advice tender comparison ធ្វើ tender បានលើសពបែបសពយ៉ាងការabout add លើ progress claim analyze លើ VO លើ red មួយចំនួនតែខាង contractor bid មកហើយអញ្ចឹងជាដើមណាខ្ញុំសូមជ័យកាត់តិចបន្ទាប់ពីខ្ញុំធ្វើការនៅស្ថាប័នមួយហ្នឹងប្រហែលជា5ឆ្នាំខ្ញុំឈប់គឺខ្ញុំផ្លាស់ប្ដូរមកធ្វើខាងcontractor construction company មានថាខ្ញុំជាជួបអេដដែលទេប៉ុន្តែខ្ញុំខាងជា main contractor ជាអ្នកម៉ៅការវិញអញ្ចឹងវាមិនមែនជាឧបសគ្គសម្រាប់ខ្ញុំទេដោយសារយើងធ្វើខាង owner និងធ្វើខាង contractor វាគាត់តែឆ្លាស់ទៅវិញមកឯងការដែលខ្ញុំធ្វើខាង owner ហ្នឹងគឺខ្ញុំឆែកខ្ញុំ invite contractor 3-4 នាក់យកមកbid លើ project នឹងមួយដែលខ្ញុំ analyze អីចឹងណាដែលត្រូវមាន proposal project ពីថ្នាក់លើដែលឬក៏ upcoming project ចឹងដែលយើងត្រូវសិក្សាដេញថ្លៃអញ្ចឹងមានថាខ្ញុំចូលមកខាង construction company គឺខ្ញុំដើរតួនាទីជា main con គឺខ្ញុំជាជួបឯខាង main con ចឹងខ្ញុំសិក្សាតម្លៃសិក្សាថ្លៃដើមដើម្បីយកទៅដេញថ្លៃខ្ញុំនិយាយពីជួបឯបាទអញ្ចឹងពេលដែលយើងនៅខាងខាងជា main con ទេវាអត់មានអីចម្លែកវាមិនមែនជាឧបសគ្គសម្រាប់យើងទេគាត់ថាអ្វីដែលយើងពិបាកនោះគឺយើងពិបាករកតម្លៃពេលខ្លះជាត្រូវការយកតម្លៃពីcontractor supplier អីមកសិក្សាមកanalyze unit rate ជាដើមអញ្ចឹងណាអញ្ចឹងវាមានផលលំបាកត្រង់អីproject យើងត្រូវការដេញថ្លៃដេញ bid យើង bid ម្ដងពីរដងមកបានយើងត្រូវការ support ពី supplier ពេលខ្លះយើង support ច្រើនដងគេ support ច្រើនដងគេពិបាកចង់និយាយថាគេបាក់ឆ្លើយតបវិញពីយើងអញ្ចឹងណាគេរៀងដាក់ទៅស្កាត់ចឹងក៏ពិបាកដែរយើងពិបាកអត់ថាការហ្នឹងជាឧបសគ្គតែវាផ្ដល់យើងវិញគឺយើងចង់និយាយថាយើងមាន experience តំសងហាងអញ្ចឹងយើងថ្ងៃក្រោយទៅយើងអាចទៅធ្វើការនៅកន្លែងណាក៏បានជា owner ក៏បានជា consultant ក៏បានជា main con ក៏បានអត់បញ្ហាអញ្ចឹងខ្ញុំសូម slash completion ទៅទៀតខ្ញុំនឹងចែកឲ្យបបពិសោធន៍តែពី level beginner មានថាពី level ដែលអ្នកចង់ចាប់ផ្ដើមជា QS ខាង owner ឬក៏ខាងក្រុមហ៊ុនម៉ៅកាត់ខ្ញុំនឹងចែកតែជាបន្តចឹងសូមអរគុណសូមជម្រាបលារងចាំជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ